សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យរួមជាមួយព្រះសង្ឃជាច្រើនអង្គនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវីរៈកងទ័ពជួរមុខនៅព្រំដែនកម្ពុជាថៃថែទាំសុខសន្តិភាពកម្ពុជាពេញព្រៀបអភិវឌ្ឍដីខ្មែររីកលូតលាស់លើគ្រប់វិស័យដោយសាសនាដៃបំប្រជាជនខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2026នេះព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបានរួមគ្នានាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារទឹកដីយ៉ាងសកម្មនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃសកម្មភាពមនុស្សធម៌និងបុណ្យកុសលដ៏ថ្លៃថ្លានេះត្រូវបានដឹកនាំដោយលោកឈុនវីរៈប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីប្រធានសមាគមលោកបណ្ឌិតឌឹមសុខុនអគ្គលេខាធិការសមាគមព្រមទាំងមានការចូលរួមយ៉ាងសកម្មពីលោកហៅតូទីប្រឹក្សាលោកសាយចន្ទធាទីប្រឹក្សាលោកសយសុខុនលោកសុកថៃប្រធានគម្រោងលោកជុំផលអនុប្រធានគម្រោងលោកគង់ហេងប្រធានកម្មវិធីលោកអឹមសវណ្ណឋានាអនុកម្មវិធីលោកម៉ៅជីនៅប្រធានផ្នែកលោកហៀងហៃព្រមទាំងសមាជិកានៃសមាគមជាច្រើនរូបទៀតពុកម៉ែបងប្អូនណាខ្លះដែលកំពុងតែមានបញ្ហាសរសៃជាប់សរសៃក្រិចថ្លោះឈឺឆ្អឹងខ្នងគៀបឌីសឈឺចង្កេះចុករយពេញទាំងខ្លួនប្រាណសាកម៉ាស្សាសាកផលិតផលនេះផលិតផលនោះហើយតែមិនបានផលនៅតែមានអាការៈឈឺចុកពិបាកដើរពិបាកដេកពិបាកឈរពិបាកអង្គុយជាដើមមិនថាបងប្អូនមានបញ្ហាសរសៃយូរខែឆ្នាំប៉ុណ្ណាសាកច្រើនវិធីហើយតែមិនបានផលពុកម៉ែបងប្អូនអាចមកជួបជាមួយលោកគ្រូសរសៃឈុនវីរៈបានដែលមានទីតាំងនៅក្រុងប៉ោយប៉ែតជាប់កាស៊ីណូផ្កាយ5វត្តអូលោកគ្រូមានជំនាញច្បាស់លាស់ក្នុងការព្យាបាលតពីជីតាតាមមកឪពុកតមកដល់កូនចំនួនបញ្ហាសរសៃគ្រប់ប្រភេទទាំងបញ្ហាជាប់គៀបសរសៃក្រិចថ្លោះគ្រប់កន្លែងតែម្ដងអ្វីដែលកាន់តែពិសេសនិងមានន័យជ្រាលជ្រៅនោះគឺការទទួលបានព្រះវត្តមានពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គដែលបាននិមន្តផ្ទាល់ដល់ខ្សែត្រៀមជួរមុខដើម្បីប្រគល់អំណោយនិងប្រសិទ្ធិសេរីសួស្តីលើកទឹកចិត្តដល់កងទ័ពជួរមុខសារអប់រំពុទ្ធសាសនានិងស្មារតីមនុស្សធម៌តាមរយៈដេកាព្រះសង្ឃតំណាងឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលបាននិមន្តចូលរួមកម្មវិធីចែកអំណោយនោះមានថេរដេកាប្រកបដោយសទ្ធាជ្រះថ្លាថាការនាំយកអំណោយមកប្រគល់ជូននៅក្នុងពេលនេះគឺជាការស្ដែងចេញនូវទឹកចិត្តសប្បុរសធម៌និងស្មារតីកតញ្ញូតាធម៌តាមបែបពុទ្ធសាសនាចំពោះវីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីប្រជាជននិងព្រះពុទ្ធសាសនាក្នុងនាមជាសង្ឃអាត្មាភាពសូមសម្ដែងនៅប្រតិកោតសរសើរនិងសូមប្រោសព្រំប្រទានពរជ័យព្រមទាំងធម៌មេត្តាសូមឲ្យកងទ័ពជួរមុខទាំងអស់មានស្មារតីរឹងមាំប្រកបដោយបញ្ញានិងអត់ធន់ក្នុងការបំពេញភារកិច្ចសូមអំពាវនាវសូមអំណាចនៃគុណព្រះរតនត្រ័យជួយបីបាច់ថែរក្សាវីរៈកងទ័ពជើងឲ្យជួបតែសេចក្តីសុខនិងសុវត្ថិភាពជានិច្ចឱកាសល្អសម្រាប់បងប្អូនដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ក្រុមហ៊ុនយើងកំពុងជ្រើសរើសសិក្ខាកាមជាច្រើនអ្នកទៅធ្វើការនៅប្រទេសជប៉ុនលើផ្នែកជាច្រើនដូចជាផ្នែកសំណង់ផ្នែករោងចក្រផ្នែកកសិកម្មផ្នែកកសិដ្ឋាននិងផ្នែកផ្សេងៗជាច្រើនទៀតនៅក្នុងលក្ខខណ្ឌងាយៗគ្រាន់តែមានអាយុចន្លោះពី18ដល់35ឆ្នាំមានសុខភាពល្អចេះអាននិងសរសេរអក្សរខ្មែរមិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានផ្ដល់ជូនអាហារនិងកន្លែងស្នាក់នៅរហូតដល់បានចេញទៅធ្វើការនៅប្រទេសជប៉ុនដោយជោគជ័យផងដែរហើយសម្រាប់បងប្អូនដែលនៅប្រទេសជប៉ុនការងារផុតកំណត់ចង់ផ្លាស់ប្ដូរការងារថ្មីក៏អាចទាក់ទងមកកាន់ក្រុមហ៊ុនយើងបានដែរសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងមកកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទលើវីដេអូនេះការបដិញ្ញាចិត្តក្នុងនាមអ្នកដឹកនាំមនុស្សធម៌ប្រចាំតំបន់ជាមួយគ្នានេះដែរលោកឈុនវីរៈប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍បញ្ជាក់ថាក្នុងនាមជាអ្នកដឹកនាំសាខាសមាគមនៅក្នុងខេត្តបន្ទាយមានជ័យដែលជាតំបន់ផ្ទាល់នៅជិតព្រំដែនយើងខ្ញុំជឿជាក់យ៉ាងមុតមមថាសកម្មភាពមនុស្សធម៌នេះមិនមែនត្រឹមតែជាការផ្ដល់ជូននៅសម្ភារៈឬគ្រឿងឧបភោគបរិភោគប៉ុណ្ណោះទេប៉ុន្តែវាជាការភ្ជាប់បេះដូងរវាងសមរភូមិក្រោយនិងសមរភូមិមុខក្នុងនាមតំណាងឲ្យឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីនិងសមាជិកទាំងអស់យើងខ្ញុំនឹងបន្តបេសកកម្មមនុស្សធម៌នេះឲ្យកាន់តែសកម្មដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពនិងជាកម្លាំងចិត្តដល់វីរៈកងទ័ព
ដែលជាខែលការពារជាតិរបស់យើងចិត្តរំភើបនិងការថ្លែងអំណរគុណពីសំណាក់កងទ័ពជួរមុខដូចគ្នានេះដែរលោកមេបញ្ជាការតំណាងវីរៈកងទ័ពជួរមុខចូលជើងការពារព្រំដែនក្នុងខេត្តបន្ទាយមានជ័យបានសម្ដែងនៅអារម្មណ៍រំភើបនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថាយើងខ្ញុំជាកងទ័ពជួរមុខសូមសម្ដែងនិងក្រាបថ្វាយបង្គំព្រះអង្គយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គគ្រប់ព្រះអង្គនិងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីលោកគ្រូក៏មានថ្នាំរឹត100ជា1000និងថ្នាំថុកដើម្បីសម្រួលសរសៃក្រៅពេលព្យាបាលថែមទៀតឆាតចូលពេកដើម្បីប្រឹក្សាយោបល់ជាមួយលោកគ្រូឬខលមកកាន់លេខទូរស័ព្ទខាងលើលោកឈុនវីរៈព្រមទាំងប្រតិភូសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ដែលបានចំណាយពេលវេលានិងធនធានចុះមកសួរសុខទុក្ខដល់ទីតាំងឈរជើងដោយផ្ទាល់វត្តមានរបស់ព្រះសង្ឃនិងសមាគមនៅក្នុងពេលនេះគឺជាកម្លាំងចិត្តដ៏មហាសាលដែលធ្វើឲ្យយើងខ្ញុំកាន់តែមានស្មារតីមោះមុតក្នុងការបន្តបេសកកម្មបម្រើជាតិនិងការពារបូរណភាពទឹកដីឲ្យបានគង់វង្សលោកមេបញ្ជាការតំណាងវីរៈកងទ័ពដដែលបានមានប្រសាសន៍បន្ថែមទៀតថាសកម្មភាពមនុស្សធម៌នេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាលរំភើបនិងពោរពេញទៅដោយស្នាមញញឹមព្រមទាំងបានស្ដែងឲ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំរវាងពុទ្ធចក្រនិងអាណាចក្រនៅក្នុងការគាំទ្រដល់ការការពារជាតិមាតុភូមិមានសន្តិភាពមានបញ្ញាវន្តលំពេងប្រាកដដោះតរស័យដោះជ្រងពេញផ្ទៃទឹកដីអង្គរសន្តិភាពជាគ្រឹះកសាងនគរយុវជនក្រោកឈរតររឹងមាំ